អ្នកទាំងអស់គ្នាចង់បានផ្ទៃមុខស្រស់ស្អាតកុំភ្លេចលាងមុខពីតង់ការលាងមុខពិតជារឿងមួយដែលសំខាន់សម្រាប់មនុស្សស្រីយើងជាពិសេសបើសិនជាចង់បានផ្ទៃមុខសអលងទន់ម៉ត់ខៃគ្មានមុនខ្សាច់មុនកាមខ្ញុំរីកខមមិនឲ្យបងប្អូនលាងកមូនមកតង់ហើយលាងហ្វមកតង់ទៀតសម្រាប់ខ្ញុំជ្រើសរើសជាមួយនឹងកមូនមីព្រោះអីខ្ញុំស្រឡាញ់ក្លិនហើយលាងទៅច្រាស់ធុយដៃមេរោគហើយធ្វើឲ្យមុខយើងទន់រលោងសំខាន់គឺឈ្ងុយខ្លាំងមែនតើអ្នកខ្លះតែងតែគិតថាការលាងមុខគឺមិនជាការសំខាន់ទេតែបងប្អូនត្រូវចាំថាបើសិនជាអ្នកទាំងអស់គ្នាចង់បានផ្ទៃមុខម៉ត់ខៃអាឡងហើយទន់ល្មើយបងប្អូនត្រូវតែ take care ទៅលើការលាងមុខបើសិនជាការលាងមុខរបស់យើងនេះមិនស្អាតទោះជាបងលាប skin care តម្លៃថ្លៃធ្លាក់ពីទេវតាក៏ដោយក៏មិនជួយឲ្យមុខបងប្អូនប្រសើរឡើងដែរសម្រាប់ខ្ញុំវិញទោះជាខ្ញុំមិនប្រើ make up នៅលើមុខក៏ដោយក៏ខ្ញុំលាងមុខពីតង់ដែរខ្ញុំលាងកមូនហ្នឹងមកតង់ហើយដល់ហើយខ្ញុំលាងមួយហ្វមមកតង់ទៀតដែលជាមូលហេតុការពារស្បែកមុខរបស់យើងកុំឲ្យវាស្ទះរញើសហើយជួយឲ្យមុខយើងសម្អាតមេរោគធូលីដីមួយចំនួនដល់ពេលដែលយើងលាប skin care ទៅវាបានផលរហូតដល់ 99% នោះមូលហេតុដែលធ្វើឲ្យមុខយើងទាំងអស់គ្នាមានបញ្ហាឡើងមុនខ្សាច់មុនកាមមុនអកមុនឬក៏បញ្ហាស្ងួតស្អាតឬក៏មានជួមអាចជ្រុយដោយសារតែទី1ការសម្អាតផ្ទៃមុខហ្នឹងគឺមិនបានស្អាតហើយកាលណាមុខយើងមិនបានស្អាតវាងាយនឹងឆ្លងមេរោគដល់អញ្ចឹងទៅបើសិនជាអ្នកទាំងអស់គ្នាជាមនុស្សមួយដែលឧស្សាហ៍បងប្អូនលាងតែត្រឹមតែ10នាទីហើយអូខេហ្មងយើងអាចលាង form មកតង់ទៀតយើងអាចប្រើប្រាស់ skin care ហើយបើយើងអត់ប្រើប្រាស់ skin care ពេលយប់ក៏មុខយើងប្រសើរឡើងដែរដោយសារតែមុខយើងគ្មានសារធាតុមេរោគមនុស្សស្រីទាំងអស់គ្នាត្រូវចាំថាបើសិនជាយើងមាន skin care ល្អលាបហើយតែការលាងមុខរបស់យើងមិនបានស្អាតណាក៏មិនល្អប្រសើរដែរខ្ញុំបាត់ពិសោធន៍ច្រើនណាស់ទៅខ្ញុំយកបាត់ពិសោធន៍មួយនេះមកចែករំលែកអ្នកទាំងអស់គ្នាជាពិសេសសម្រាប់បណ្ណារីហ្នឹងហ្មងបើសិនជាចង់បានផ្ទៃមុខស្អាតមិនថាជួមអាចជ្រុយមានមុនអីក៏ដោយការលាងមុខគឺសំខាន់ជាង skin care ពេលយប់ដែលអ្នកទាំងអស់គ្នាប្រើទៅទៀតបើសិនជាយើងមិនមានលុយប្រើ skin care ថ្លៃខ្ញុំរីកខមមិនឲ្យអ្នកទាំងអស់គ្នាលាងសម្អាតផ្ទៃមុខហ្នឹងគឺសំខាន់លាងទៅដោះមកកន្លែងណាមានបញ្ហាឬក៏ជាពិសេសអ្នកដែលគាត់មានកើតមុនឬក៏មុនខ្មោចដោយសារតែគាត់សម្អាតមេរោគពីរញើសរបស់យើងអត់អស់ហើយណាមួយកាលណាមេរោគឬក៏ធូលីដីវាគាំងស្ទះនៅរនមុខរបស់យើងមុខរបស់យើងអត់ម៉ត់អត់ទន់អត់ភ្លឺអាឡូងទេសម្រាប់ខ្ញុំចំណាយពេល10នាទីសម្រាប់លាងជាមួយនឹងកមួនហើយកមួនមីហ្នឹងគឺថាល្អមែនតើដោយសារតែខ្ញុំជ្រើសរើសវាដោយសារទី1ក្លិនវាក៏អូបឈ្ងុយហើយលាងចម្រាស់មេរោគបានល្អអ្វីដែលសំខាន់ជួយឲ្យមុខយើងអាឡូងទៀតនៅពេលដែលយើងលាងទឹកចេញមុខលងទន់ល្មើយដូចសាច់កូនក្មេងនេះគឺជាគោលការណ៍ចម្បងមួយដែលមនុស្សស្រីគ្រប់គ្នាត្រូវតែអនុវត្តបើសិនជាបងប្អូនចង់បានផ្ទៃមុខស្អាតមែនហើយផ្ទៃមុខយើងសម៉ត់អាឡូងហើយលាប skin care ទៅឆាប់ត្រូវខ្ញុំរីកខមមិនឲ្យអ្នកទាំងអស់គ្នាលាងកមូនមកតង់ទោះជាអ្នកទាំងអស់គ្នាមិន make up នៅលើមុខក៏ដោយពេលដែលលាងកមូននឹងសម្អាតរួចរាល់ហើយយើងអាចលាង form មកតង់ទៀតនោះជាការស្រេចសូម្បីតែអ្នកទាំងអស់គ្នាមិនប្រើ skin care ពេលយប់ក៏ទទួលបានស្បែកមុខភ្លឺរលោងស្អាតដែរអ្នកខ្លះតែងតែមើលរំលងពីការលាងសម្អាតផ្ទៃមុខហ្នឹងហ្មងកាលណាបងប្អូនលាងសម្អាតផ្ទៃមុខមិនស្អាតបងប្អូនទោះជាអ្នកទាំងអស់គ្នាទៅប្រើ skin care តម្លៃរាប់រយដុល្លារអីក៏ដោយរាប់ពាន់ដុល្លារក៏ដោយក៏មិនជួយឲ្យមុខបងប្អូនប្រសើរឡើងដែរហើយកុំចេះតែឆ្ងល់ថាបន្ទោសទៅលើផលិតផលមកពីយើងនឹងមិនចេះ take care ពីការលាងសម្អាតផ្ទៃមុខឲ្យបានស្អាតតែសម្រាប់មន្តរីទាំងអស់គ្នាគួរតែភ្ញាក់ខ្លួនឡើងការលាងមុខគឺសំខាន់ណាស់បងប្អូនលាងបានស្អាតមុខយើងក៏ស្អាតដែរគ្មានមេរោគទេអញ្ចឹងយើងលាបផលិតផលមួយចំនួនគឺងាយនឹងឆាប់ត្រូវហើយជួយឲ្យមុខយើងក្មេងជាង